បាទអរុនសុស្ដីពុកម៉ែបងប្អូនបាទនេះថ្ងៃនេះខ្ញុំបានកាត់រថយន្តមកមួយគ្រឿងថ្មីទៀតហើយពុកម៉ែបងប្អូនបាទគឺប្រភេទ Toyota Sienna បាទពុកម៉ែបងប្អូនប្រភេទ Toyota Sienna បាទអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការបាទជាពិសេសបងខាងរថតាក់ស៊ីបាទចង់បានប្រភេទឡានរថតាក់ស៊ីបាទសូមកុំភ្លេចជាមួយនឹងប្រភេទ Toyota Sienna បាទ LE ទ្វារអូតូមួយបាទប៉ុងមួយបាទដែលមានឆ្នាំផលិតឆ្នាំ04បាទពុកម៉ែបងប្អូនបាទនេះឆ្នាំផលិត04ពុកម៉ែបងប្អូនបាទដែលមានស្លាកលេខភ្នំពេញ 2AO 9204បាទពុកម៉ែបងប្អូនបាទជាប្រភេទឡានស្អាតឡានលះពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការបាទទិញយកទៅប្រកបអាជីវកម្មបាទសូមកុំភ្លេចជាមួយនឹងប្រភេទ Toyota Sienna នៅក្នុងឃ្លាំងស្រាប់បាទពុកម៉ែបងប្អូននេះបាទខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលមកជុំបាទនេះពុកម៉ែបងប្អូនបាទវាឯផ្នែកខាងក្នុងបាទធានាថ្មីជូនពុកម៉ែបងប្អូនបាទកាត់មកពីម្ចាស់ដើមទី1បាទម្ចាស់ដើមគាត់គឺនៅផ្សារសំណង់12នៅក្នុងក្រុងភ្នំពេញយើងហ្នឹងទេពុកម៉ែបងប្អូនបាទនេះបាទឡានថ្មីបាទសាច់ឈាមថ្មីតែម្ដងពុកម៉ែបងប្អូនបាទជាប្រភេទឡានស្អាតបាទឡានលះបាទនេះបាទពុកម៉ែបងប្អូនបាទលេខវិញ្ញាណ Android ហើយបាទនេះបាទគឺលេខវិញ្ញាណ Android ហើយបាទប្រភេទ LE ពុកម៉ែបងប្អូនបាទឡានថ្មីធានាជូនបាទឡានអត់បុកអត់ប៉ះធានាជូនពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការបាទឡានយកទៅប្រើប្រាស់បាទប្រភេទ Toyota Sienna បាទនេះពុកម៉ែបងប្អូនបាទខ្ញុំនាំរាប់ពុកម៉ែបងប្អូនមកជុំបាទអត់ទាន់បានប៉ូលីអត់ទាន់អីពុកម៉ែបងប្អូនបាទទើបយកមកដល់ក្តៅហ្មងតែម្ដងបាទពុកម៉ែបងប្អូនបាទប្រភេទ LE បាទនេះក្លុកក្លីតអីថ្មីពុកម៉ែបងប្អូនបាទធានាជូនសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងទិញយកទៅប្រើប្រាស់បាទសូមកុំភ្លេចបាទជាមួយនឹងប្រភេទ Toyota បាទ Sienna បាទដែលមាននៅក្នុងស្តុកស្រាប់ពុកម៉ែបងប្អូនបាទទើបយកមកដល់ថ្មីក្តៅតែម្ដងបាទនេះពុកម៉ែបងប្អូនបាទ LE អូតូមួយបាទពុកម៉ែបងប្អូនបាទអូតូមួយបាទធានាឡានថ្មីជូនពុកម៉ែបងប្អូនបាទផ្នែកខាងក្នុងអីបាទអីគឺអែមតែម្ដងពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទទិញយកទៅរថតាក់ស៊ីឬក៏យកទៅជិះជាលក្ខណៈគ្រួសារក៏ត្រូវដែរបាទប្រភេទ Toyota Sienna នេះបាទអត់តាន់សម្អាតទេពុកម៉ែបងប្អូនបាទដោយសារទើបយកមកដល់ថ្មីក្តៅអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការបាទអាចមកមើលផ្ទាល់បានបាទបើត្រូវថ្លៃខ្ញុំរៀបចំជូនមកស្អាតឲ្យតែម្ដងពុកម៉ែបងប្អូនបាទក្នុងអីថ្មីពុកម៉ែបងប្អូននេះបាទនេះខាងក្នុងលះបាទលេខវិញ្ញាណ Android លេខអីហើយបាទអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការបាទសូមកុំភ្លេចទំនាក់ទំនងមកលេខទូរស័ព្ទខ្ញុំនៅលើអេក្រង់ទូរស័ព្ទបាទពុកម៉ែបងប្អូនបាទអរគុណច្រើនសម្រាប់ការគាំទ្របាទពុកម៉ែបងប្អូន